ក្នុងចំណោមមនុស្សជាច្រើនពួកយើងរកឃើញនាងហើយនាងមកពីចិនស៊ីឈុនឈ្មោះគូឈុនហួរនារីចិនដីគោងម្នាក់នេះដោយសារធ្លាប់រៀនរាំឥឡូវនេះបានរចនាជីវិតថ្មីមួយនៅតៃវ៉ាន់នេះជាម៉ូដក្រុមពីព្រោះធ្វើយកជ្រាវជ្រួញមើលទៅឃើញសដនធំហើយនាងក៏ចូលចិត្តវត្ថុមនោសញ្ចេតនាដូច្នេះខ្ញុំក៏បន្ថែមប៉ាក់នៅជាយហើយផ្គុំជាផ្កាឈូកនិយាយទៅមិត្តខ្ញុំជាច្រើនអ្នកខ្លះនៅប្រទេសដទៃខិតខំតស៊ូក្នុងជីវភាពរស់នៅដូច្នេះត្រូវផ្ដល់នៅក្តីគាំទ្រឲ្យពួកគេហើយនាងល្អណាស់ថ្វីដៃនាងពិតជាអស្ចារ្យមែនភាពកក់ក្ដៅនឹងទុកក្នុងបេះដូងជានិច្ចមិនថាគេមើលមកល្អិតល្អោចប៉ុណ្ណានោះទេនាងមានរូបរាងតូចល្អិតមែនតែស្មារតីនាងរឹងមាំគ្មានគូផ្ទឹមប្តីនាងភាកច្រើនរវល់នឹងការងារគ្មានពេលកំដរនាងសោះនៅពេលនោះនាងមានផ្ទៃពោះពេលនោះកំសត់ឯកោគួរឲ្យជូរចត់ណាស់ក្នុងមួយឆ្នាំខ្ញុំនៅតែម្នាក់ឯងគត់បន្ទាប់មកគិតតែពីមើលតួមើលរហូតដល់យប់ម៉ោង11ពិតជាងុយគេងមែនទែនក៏ទៅគេងតែម្ដងពេលមានផ្ទៃពោះចានៅក្នុងផ្ទះនេះឬចាតែខ្ញុំបានប្រាប់ខ្លួនឯងថាត្រូវសប្បាយចិត្តខ្លះពីព្រោះក្នុងពោះខ្ញុំមានកូនខ្ញុំត្រូវផ្ដល់ការរីករាយឲ្យកូនឆ្នាំនោះហើយដែលខ្ញុំនៅតៃវ៉ាន់ជួបនឹងការលំបាកបំផុតប្រសើរណាស់នារីក្លាហានម្នាក់នេះមិនព្រមចុះចេញដោយងាយថ្វីត្បិតប្តីនាងជាប់រវល់នឹងការងារគ្មានពេលកំដរនាងមែនប៉ុន្តែនាងមានកូនប្រុសជាទីស្រឡាញ់ឆញីនាងលែងមានអារម្មណ៍ថាឯកោទៀតហើយ